តើអ្នកដឹងទេថាប្រទេសកម្ពុជាបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់សេវា 5G ជាផ្លូវការចាប់ពីឆ្នាំ2026តទៅចាប់តាំងពី 1G, 2G, 3G រហូតដល់ 4G បច្ចេកវិទ្យាអ៊ីនធឺណិតបានអភិវឌ្ឍល្បឿននិងប្រសិទ្ធភាពបានយ៉ាងឆាប់រហ័សក្លាយជាផ្នែកសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរួមទាំងការទំនាក់ទំនងការងារអាជីវកម្មនិងការកម្សាន្តឥឡូវនេះសេវា 5G ដែលជាបច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ2026នេះសេវា 5G មានល្បឿនលឿននិងសមត្ថភាពខ្ពស់ជាង 4G ហើយត្រូវបានរំពឹងទុកថានឹងផ្ដល់ផលវិជ្ជមានយ៉ាងសំខាន់ដល់សេដ្ឋកិច្ចនិងសង្គមតើសេវា 5G គឺជាអ្វីហើយមានអត្ថប្រយោជន៍អ្វីខ្លះ 5G គឺជាបច្ចេកវិទ្យាបណ្ដាញទូរស័ព្ទចល័តជំនាន់ទី5ដែលផ្ដល់ល្បឿនអ៊ីនធឺណិតលឿនជាងមុនយ៉ាងច្រើននិងមានរយៈពេលឆ្លើយតបមានកម្រិតទាបនេះអនុញ្ញាតឲ្យការទាញយកទិន្នន័យការទស្សនាវីដេអូអនឡាញនិងការប្រើប្រាស់សេវាឌីជីថលមានភាពរលូននិងមានប្រសិទ្ធភាពជាងមុនយ៉ាងច្បាស់អត្ថប្រយោជន៍សំខាន់ៗរបស់ 5G រួមមានល្បឿនអ៊ីនធឺណិតលឿនខ្លាំងសេវា 5G មានល្បឿនលឿនជាង 4G ជាច្រើនដងដែលជួយឲ្យការទាញយកឬការបញ្ចូលទិន្នន័យធ្វើបានរហ័សនិងសន្សំពេលវេលារយៈពេលឆ្លើយតបមានកម្រិតទាបការឆ្លើយតបមានភាពឆាប់រហ័សដែលមានសារៈសំខាន់សម្រាប់សេវាដែលត្រូវការភាពត្រឹមត្រូវនិងភ្លាមៗដូចជាទីក្រុងឆ្លាតវៃយានយន្តស្វ័យប្រវត្តិនិងឧបករណ៍ IoT សមត្ថភាពភ្ជាប់ឧបករណ៍បានច្រើនជាងមុនសេវា 5G អាចភ្ជាប់ឧបករណ៍រាប់លានក្នុងតំបន់តូចមួយដែលជាគ្រឹះសំខាន់សម្រាប់ទីក្រុងឆ្លាតវៃឧស្សាហកម្មឌីជីថលនិងកសិកម្មឆ្លាតវៃសម្រាប់បទពិសោធន៍ពីប្រទេសសង្ហបុរីសេវា 5G ជាគន្លឹះជំរុញសេដ្ឋកិច្ចនិងឱកាសថ្មីសេវា 5G បានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការទាក់ទាញវិនិយោគថ្មីការអភិវឌ្ឍគម្រោងឌីជីថលនិងការជំរុញឧស្សាហកម្មដូចជារោងចក្រឆ្លាតវៃវិស័យសុខាភិបាលនិងសេវាដឹកជញ្ជូនគម្រោងនវានុវត្តន៍និងគម្រោងមន្ទីរពិសោធន៍សាកល្បង 5G បានផ្ដល់ឱកាសឲ្យសហគ្រាសសាកល្បងនិងអភិវឌ្ឍដំណោះស្រាយថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពនិងភាពច្នៃប្រឌិតមិនត្រឹមតែជាអ៊ីនធឺណិតល្បឿនលឿនប៉ុណ្ណោះទេសេវា 5G ក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់ការបង្កើតសេវាឌីជីថលថ្មីៗដូចជាការពិតចម្រុះនិងដំណោះស្រាយស្វ័យភាពដែលអាចផ្លាស់ប្ដូររបៀបរស់នៅនិងធ្វើការនាពេលអនាគតតើសេវា 5G នឹងផ្ដល់អត្ថប្រយោជន៍ដូចម្តេចដល់កម្ពុជាសេវា 5G នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជាដូចជាការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈដូចជា e-health, e-education និង e-government បង្កើតឱកាសការងារថ្មីនិងទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្មកម្ពុជានៅលើឆាកអន្តរជាតិជំរុញការបង្កើតផលិតផលនិងសេវាឌីជីថលថ្មីៗសម្រាប់អាជីវកម្មនិងប្រជាពលរដ្ឋសរុបមកសេវា 5G មិនមែនគ្រាន់តែជាអ៊ីនធឺណិតល្បឿនលឿនប៉ុណ្ណោះទេប៉ុន្តែគឺជាគ្រឹះសំខាន់សម្រាប់អនាគតឌីជីថលការច្នៃប្រឌិតនិងឱកាសថ្មីៗដែលនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត។